ចឹងចូលមកដល់ការងារទី2គឺយើងត្រូវតឡើងបន្ថែមពាក់ព័ន្ធទៅនឹង software បន្ថែមទៀតតឡើង PHP 8.3 ហើយនិង 8.4 ទៀតចឹងដើម្បីតឡើងវាបានទី1យើងត្រូវវាយ command sudo នេះដើម្បីយើង insert ពាក់ព័ន្ធទៅនឹង PHP inform នេះដើម្បីយើងអាចដំណើរការបង្កើតតឡើងPHP 8.3 និង 8.4 ចឹងនៅពេលដែលយើងវាយ command នេះនៅលើនឹងមកវានឹងឲ្យយើងចូលទៅកន្លែងយើង insert command នេះចូលដើម្បីយើងអាច connect ជាមួយនឹង browser edit របស់យើងបានចុច keyword អក្សរ I ចុច escape shift ចុច 2 WQ ដើម្បីចាក់ចេញឲ្យ save បន្ទាប់ពីយើង save អានឹងហើយគឺយើងត្រូវបង្កើត connection ដែលមានទម្រង់បែបនេះបង្កើតជា connection ដើម្បីឲ្យវា connect ជាមួយនឹង PHP របស់យើងប៉ុន្តែខ្ញុំសូមបញ្ជាក់កន្លែងនេះយើងត្រូវដំណើរការដំឡើង software ថ្មីបន្ថែមតាមរូបភាពដែលលោកគ្រូបានបង្ហាញឲ្យ software នៅក្នុងរូបផ្នែកខាងនេះបន្ថែមសិនទើបយើងអាច install PHP 8.3 បាននិង 8.4 ចឹងដំបូងយើងចូលទៅ sudo ដើម្បីsudo install software នេះដើម្បីកុំឲ្យវាមានបញ្ហាព្រោះអីវាជា version ថ្មី commit 3នេះ update វាអស់ហើយតើមកទៅយើងចាប់ផ្ដើម install command ដែលលោកគ្រូបានបង្ហាញឲ្យបន្ទាប់មកយើងចុច sudo ចុងក្រោយដើម្បីឲ្យវា install អា command ហ្នឹងហើយយើងឆែក version របស់វាតែប៉ុន្តែការឆែក version របស់វានឹងបង្ហាញ version ថារបស់យើង version ប៉ុន្មាន PHP 8.4 22 ចឹងទៅអញ្ចឹងក្រោយពីយើងតម្លើងអានឹងបាន success ហើយយើងចូលទៅcheck មើលវាតាមរយៈPHP address ដូចគ្នាប៉ុន្តែដោយសារតែខ្ញុំធ្វើវាបានsuccess តាមរយៈឈ្មោះហើយអញ្ចឹងខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំតែម្ដងដល់ខ្ញុំវាយតែឈ្មោះខ្ញុំចេះមកវានឹងបង្ហាញថានេះពេលដែលយើង load ចេញបានអញ្ចឹងមានន័យថាយើងតម្លើង version PHP នេះបានជោគជ័យហើយអាហ្នឹងគឺជាវីដេអូទី2ដែលយើងត្រូវធ្វើអញ្ចឹងក្រោយពីយើងតម្លើងអាហ្នឹងបានជោគជ័យហើយវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់ផងដែរសូមអរគុណ